ជំរាបសួរក៏ដូចជាសួស្តីបងមួយទាំងអស់គ្នាបាទថ្ងៃនេះបងសូមណែនាំបាទអំពីឆ្នាំងអ៊ុតចំហាយទឹកបាទជាទូទៅបងប្អូនយើងភាគច្រើនគឺបាទហៅប្រភេទបាទឆ្នាំងអ៊ុតបញ្ជួសរ៉ូមនោះឯងបាទឥឡូវនេះបងប្អូនកំពុងតែបាទណែនាំក៏ដូចជាបង្ហាញបាទអំពីរបៀបប្រើប្រាស់ក៏ដូចជារបៀបដំឡើងផងដែរបាទឥឡូវនេះយើងកំពុងតែរៀបចំហើយបាទបងមើលក្នុងវីដេអូស្ដែងបាទយើងដំឡើងហើយយើងដាក់ទឹកហើយកុំភ្លេចបើកវ៉ានធុងទឹកនោះផងដែរបាទបើកវ៉ានហើយកុំភ្លេចទី1គឺយើងបើកកងតាក់បាទយើងរៀបចំហើយយើងកុំភ្លេចបាទបើកកងតាក់រូបឆ្នាំងអ៊ុតហើយកន្លែងចុងនេះបាទក្របនេះគឺប្រភេទកន្លែងបាទគឺចុចចំហាយបងបាទកុំភ្លេចដំបូងឡើយយើងបើកកងតាក់ហើយយើងចាំប្រហែលជាចន្លោះពី2ទៅ3នាទីដើម្បីឲ្យភ្លើងកន្លែងកងតាក់ឆ្នាំងអ៊ុតវាលុតហើយបាទយើងអាចអ៊ុតបានបងបាទនេះគឺជាដៃបងប្អូនបាទធ្វើតេស្តសម្រាប់ចុចក៏ដូចជាបង្ហាញបាទពីរបៀបប្រើប្រាស់ហើយនឹងអ៊ុតផងដែរបាទបងឃើញវីដេអូក្នុងជាក់ស្ដែងបាទគឺយើងចុចទៅគឺចេញចំហាយតែម្ដងបងបាទសម្រាប់យើងបើកដំបូងបាទគឺយើងដាក់កម្ដៅដល់លេខ5នៅពេលដែលយើងលុតពេលនៅពេលដែលវាដាក់កម្ដៅក្ដៅល្អគឺចេញមកចំហាយល្អបាទយើងដាក់កម្ដៅទឹកពេកចេញមកអត់មកវាចេញពីទឹកហូរទឹកទឹកកម្ដៅវាអត់ដល់បាទកម្ដៅវាអត់ដល់មិនទេបងចំហាយវាពុតผลយកវិញចំណេញ